លែងរកឃើញសញ្ញានៅមានជីវិតនៅក្នុងករណីបាក់ស្រុតអគារសាលារៀននៅឥណ្ឌូនេស៊ីកាលពីថ្ងៃប្រហ័សក្រុមសង្គ្រោះនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថាពួកគេលែងប្រទះឃើញសញ្ញាមានជីវិតនៅក្រោមគំនរអគារសាលារៀនដែលបានបាក់ស្រុតទៀតហើយជាទីដែលមនុស្ស59នាក់ត្រូវបានជឿថានៅបន្តបាត់ខ្លួននៅឡើយប្រធានទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថាក្រុមសង្គ្រោះបានបន្តប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងរួមមានទាំងឧបករណ៍ទំនើបប៉ុន្តែមិនប្រទះឃើញសញ្ញាមានជីវិតទៀតទេនៅក្រោមគំនរអគារដែលបានបាក់ស្រុតតាំងពីថ្ងៃច័ន្ទដើមសប្តាហ៍កាលពីថ្ងៃប្រហ័សមនុស្សចំនួន5នាក់ត្រូវបានទាញចេញពីក្រោមគំនរបាក់បែកទាំងនៅមានជីវិតសូមជម្រាបថាសាលារៀនអ៊ីស្លាមខាងលើស្ថិតនៅក្នុងក្រុងសេដូរីលើកោះជ្វាបានបាក់ស្រុតគណៈដែលគ្រឹះរបស់អគារមិនអាចត្រូវការងារសាងសង់ដែលធ្វើឡើងនៅជាន់ខាងលើបានហើយសង្កត់លើសិស្សជាច្រើនអ្នកដែលពេលនោះកំពុងប្រមូលផ្ដុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃទូរលេខផ្លូវការចុងក្រោយនៃអ្នកស្លាប់នៅក្នុងហេតុការណ៍នេះត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថាមានចំនួន5នាក់នេះបើតាមការចេញផ្សាយរបស់ AFP កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល